ថ្ងៃនេះគឺបានធ្វើដំណើរទៅលេងផ្ទះខាងម្ដាយក្មេកហើយប្រពន្ធគាត់ក៏បាននាំទៅមើលផ្ទះហើយក៏បានឃើញនៅដើមស្វាយធម្មជាតិដែលដាំនៅមុខផ្ទះណាអ្នកគ្នាគឺវាពិតជាមានគេហៅថាផលល្អមែនតើមើលទៅឡើងប្រក់ដើមតែម្ដងនេះបើតាមអ្នកស្រុកខ្ញុំគេហៅថាជាស្វាយប៉មអញ្ចឹងប្រពន្ធខ្ញុំគាត់ក៏បានចូលទៅបេះលូនគឺវាផ្លែដល់ដីតែម្ដងអ្នកទាំងអស់គ្នាវាផ្លែឡើងដល់ដីទោះមួយមេឃហ្នឹងគឺទៅចូលឈើមកកលវាទៀតណាអ្នកនរគ្នាមិនមែនអត់កលទេបើអត់កលគឺវាធ្វើឲ្យបាក់មេឃតែម្ដងមកពីវាផ្លែច្រើនពេកអញ្ចឹងខ្ញុំក៏ឲ្យប្រពន្ធរបស់ខ្ញុំហ្នឹងបេះដើម្បីយកទៅលេងស្រុកកំណើតរបស់ខ្ញុំដើម្បីហាន់ឬក៏ហៅថាដើម្បីយកទៅចុចបាលីអញ្ចឹងណាហ្នឹងហើយហើយខ្ញុំក៏បានស៊ូមទៅមើលលើដើមដែរថាហេតុអីបានជាដើមតូចទេក៏ប៉ុន្តែផ្លែច្រើនម្លេះហើយក៏មានដើមតលឹងតឹងដែរអ្នកនរគ្នាហើយមួយចកោមក៏រន់តែមើលហើយគឺស្រក់ទឹកមាត់តែម្ដងអ្នកនរគ្នាចំពោះអ្នកដែលចូលចិត្តមកជូរអញ្ចឹងណាហើយនឹងមានផ្លែចេកផ្លែអីជាច្រើនទៀតគឺម្ដាយក្មេករបស់ខ្ញុំហ្នឹងគឺគាត់បានប៉ិនប្រសពក្នុងការដាំហើយមានខ្នោខ្ពស់ជាច្រើនហើយអាខ្លះទុំអាខ្លះស្អុយហើយអត់សូវមានអ្នកហូបអញ្ចឹងម៉ែគាត់អត់សូវជាចំណូលអញ្ចឹងខ្នោទាំងអស់ហ្នឹងគឺវាទុំពីខ្លះអញ្ចឹងទៅអត់បានទៅមើលអញ្ចឹងវាទុំជ្រុះស្អុយចោលអីចឹងទៅគាត់ស្នាយមែនតើសម្រាប់ខ្ញុំដែលជាដែលចូលចិត្តខាងយ៉ាងចឹងណាហើយខ្នោមិនមែនតែមានមួយដើមហ្នឹងគឺមានដើមជាច្រើនទៀតហើយខ្ញុំក៏បានបេះមួយយកមកផ្ទះដែរ